buồn trong cuộc đời ca chua nòng cho là tha lăng phong chăm soi chán ràng nâng đi than khóc tha sa nam mô tát niសូមអនុមោទនាទាំងចិត្តសឹកនៅប្រធមទេសនាគ្រប់គ្នាអនុមោទនាអនុមោទនាបនចតារោធម្មាវត្តន្តុពុទ្ធមង្គលពរគុតពរទាំងឡាយ4ប្រការទី1អាយុក៏សូមឲ្យញាតិញោមជាពុទ្ធបរិស័ទបកករណាប្រគ្រូចៅអធិការញោមជាម្ចាស់តំទានមានអាយុវែងទី2សុខៈសូមឲ្យសុខកាយនិងសប្បាយចិត្តទី3ពលៈសូមឲ្យមានកម្លាំងមមមួនទាំងក្នុងកាយទាំងចិត្តទាំងគំនិតទី3អំពីនេះគឺត្រូវនឹងអង្គខ្ញុំបកុណាអាត្មាទាំងពីរព្រះអង្គសម្ដែងនៅធម្មវិសេសទេសនាអំពីបុណ្យកឋិនទានសាមគ្គីពុទ្ធារដូវកាលចេញព្រះវស្សារូបគឺនឹងមានកម្មវិធីតាមបណ្ដាវត្តផ្សេងគ្នាគឺថាកម្មវិធីបុណ្យកឋិនទានពុទ្ធាក្នុងមួយឆ្នាំក៏មានកម្មវិធីបុណ្យកឋិនទាននេះតែម្ដងទេរួចបុណ្យកឋិនទាននេះមានតែម្ដងក៏មានរយៈពេលខ្លីទៅទៀតគឺมันអាចធ្វើ3ទៅ4ដងដូចជាបុណ្យផ្សេងបានទេអញ្ចឹងបុរាណអាចារ្យរបស់យើងលោកថាបើទេសនាពីព្រះអង្គចេះគឺទៅតែមានអ្នកស៊ូហើយនឹងអ្នកឆ្លើយគឺមានន័យថាមានមហាថេរជាអ្នកស៊ូមានព្រះអនុថេរជាអ្នកឆ្លើយក៏ប៉ុន្តែមិនទាន់បានស្ដាប់ក៏ដូចជាស៊ូនាំចិត្តគំនិតគ្នានៅឡើយទេអញ្ចឹងខ្ញុំប្រគុណណាចង់ស៊ូប្រគុណជាម្ចាស់ថាបើសិនជាខ្ញុំប្រគុណណានេះឲ្យព្រះរាជាជាអ្នកសម្ដែងនៅធម្មវិសេសទេសនាក៏ប៉ុន្តែមានទូតនទីជាព្រះអនុថេរអ្វីទៅបាត់តែប្រគុណជាម្ចាស់ជាអ្នករៀនសូត្របានជ្រៅជ្រះណានិស្សិតបរិញ្ញាបត្រញោមហើយអក្សរសាស្ត្រខ្មែរទៅទៀតរួចបច្ចុប្បន្ននោះព្រះអង្គជាគ្រូបង្រៀនភាសាខ្មែរប្រកបជាស្ទាត់ជំនាញនៅភាសាបាលីសំស្ក្រឹតហើយនិងភាសាខ្មែរអញ្ចឹងត្រូវនឹងថ្ងៃនេះគឺប៉ះជាមួយនឹងអាត្មាជាអ្នកអត់ចេះអញ្ចឹងគឺមានតែស៊ូលោកជាអ្នកចេះ
ក៏មិននឹងស៊ូមុននឹងចូលទៅដល់ការសម្ដែងក៏ស៊ូនៅទឹកបតីរបស់ព្រះអង្គថាព្រះអង្គព្រមធ្វើជាអនុថែឬមួយមិនព្រមពុទ្ធធម្មតាទៅញោមវាជាទូទៅទៅហើយកាលណាដែលគេឲ្យយើងធ្វើអ្នកតូចគាត់ជាមិនព្រមទេមិនសប្បាយចិត្តនឹងការធ្វើជាតូចទេព្រោះបណ្ណាសុខចិត្តធ្វើជាខ្លួនជាអ្នកតូចនោះគឺមានន័យថាចង់ធ្វើតែធំចង់ធ្វើអ្វីដែលជាធំជាងគេអញ្ចឹងទៅអញ្ចឹងមានតែស៊ូទឹកបតីរបស់ព្រះអង្គថាតើប្រគុណជាម្ចាស់ព្រមឬមួយមិនព្រមសូមអរតនានិមន្តឆ្លើយอิเมจัตตารโธรรมีวัฏันโตอายุวันโนสุขังพลังទូលបង្គំអង្គខ្ញុំគណាអាត្មាភាពក៏សូមនមស្ការលំអរកាយវាចាចិត្តក្រាបបង្គំជុំ3នៅត្រៃរតមានព្រះពុទ្ធរតន1កៅគឺព្រះពុទ្ធព្រះធម្មរតន1កៅគឺព្រះពុទ្ធសង្ឃរតន1កៅគឺព្រះសង្ឃដោយសេចក្តីគោរពតតនន្តរាំងធម្មង្ទេសិសាមិបន្តពីបទនមស្ការដោយសង្ខេបបែបខ្លីនេះទៅក៏តម្រូវនឹងអង្គខ្ញុំគណាអាត្មាភាពជាអ្នកសម្ដែងនៅធម៌ទេសនាហើយថ្ងៃនេះដែរអនុថែក៏នៅបើកក្បាលមកភ្លាមគឺឲ្យអាត្មានេះឆ្លើយភ្លាមអង្គគេមានធំជាងអាត្មាអាត្មាតូចជាងលោករកអាត្មានេះឆ្លើយប៉ុន្តែមុននឹងឲ្យឆ្លើយអាត្មាខ្ញុំគណាអាត្មាភាពនឹងដាក់សំណួរ3ខហើយទី1បើសិនជាអង្គខ្ញុំកណាអាត្មាភាពនៅខាងឆ្វេងដៃបើស៊ូឲ្យចំកលែងខ្ញុំចេះនឹងឲ្យស៊ូចំកលែងខ្ញុំចេះខ្ញុំឆ្លើយហើយស៊ូឲ្យចំកលែងដែលខ្ញុំយល់បើស៊ូឲ្យយល់ខ្ញុំនឹងព្រមទទួលប៉ុន្តែបើអង្គអត់ព្រមទទួលទេសូមនិមន្តចុះទៅវិញទៅអាត្មាខ្ញុំកណាអាត្មាភាពនឹងសម្ដែងឯងក៏បាត់ដែរសូមទានជ្រាបអាយ៉ាគាត់តែចូលក្បាលដំបងចង់ដេញចុះបាត់ចង់ដេញចុះថាប្រលោកថាបាទអាត្មានឹងព្រមទទួល3ខពីលោកទេលោកអត់ព្រមទេប្រគុណជាម្ចាស់ខ្ញុំក៏ណាធ្វើមិននឹងដឹងថាប្រគុណជាម្ចាស់ណាមិនចេះមិនដឹងនៅសំណួរផ្សេងអញ្ចឹងបើសិនជាស៊ូទៅឲ្យប្រគុណជាម្ចាស់មិនចេះហើយបូករួមទាំងខ្ញុំប្រគុណណាអត់ចេះទៀតមិនទាំងពីរអត់ចេះទាំងពីរអញ្ចឹងមិនដឹងจะទៅស៊ូពីណារួចបើស៊ូត្រង់ចេះខ្ញុំក៏ណាមិនដឹងថាប្រគុណជាម្ចាស់ហ្នឹងចេះត្រង់ណាខ្លះទេអញ្ចឹងកុំឲ្យស៊ីពេលស៊ីវេលាយូរក៏ស៊ូតាក់តងនៅក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីតែម្ដងកុំមិនចូលទៅដល់បុណ្យកឋិនទានសាមគ្គីខ្ញុំប្រគុណណាព្រមថាម៉េចต้องថាព្រមនឹងស៊ូលោកថាបើសិនជាលោកអត់ចេះអាត្មាចេះអាត្មានឹងបំពេញបន្ថែមស៊ូលោកបើលោកអត់យល់ហើយអាត្មាយល់អាត្មានឹងបញ្យល់បន្ថែមហើយមួយទៀតបើស៊ូទៅកន្លែងមិនចេះតែមួយមិនយល់អានឹងយើងស៊ីសងគ្នាតាមនឹងទៀតសូមនិមន្តសាធុប្របីថ្លៃថ្លាណាស់ខ្ញុំកណាអាត្មាភាពនឹងព្រមទទួលហើយគឺជាអ្នកឆ្លើយក៏បានដែរសូមទានជ្រាបឥឡូវលោកព្រមឆ្លើយឯងញោមណាលោកព្រមទទួលភារៈជាអ្នកសម្ដែងនៅធម្មវិសេសទេសនាមាននាមជាអនុថែព្រោះថាជាទូទៅមិនដែលមានអ្នកណាមិនព្រមទេញោមព្រោះអីអាត្មានេះមានធំជាងរួចបើសិនជាកិច្ចគុជអីមិនទៀងគៀបទេបានតិចស្រែកកាច់អញ្ចឹងបានជាលោកព្រមប្រគុណជាម្ចាស់ខ្ញុំប្រគុណណានឹងបានដឹងបានឮហើយក៏ព្រមបានទទួលបានស្ដាប់ទៅថាប្រគុណជាម្ចាស់ព្រមជាអ្នកទទួល
នៅភិងាជាអ្នកសម្ដែងនិងជាព្រះអនុថែជាអ្នកឆ្លើយនៅសំណួរដែលខ្ញុំបុគ្គលណាជាព្រះមហាថែជាអ្នកសួរឥឡូវចូលដល់សំណួរទី1ប្រគុណជាម្ចាស់មិនដឹងថាសំណួរនេះតើប្រគុណជាម្ចាស់ចេះឬមួយក៏យល់ឬមួយក៏យ៉ាងម៉េចទេអញ្ចឹងមានតែសួរទៅព្រោះថាសំណួរនេះតកតងគុណកឋិនទានហើយខ្ញុំបុគ្គលណាចាប់ផ្ដើមសួរតើដូចម្ដេចដែលហៅថាកឋិនទានហៅថាកឋិនសូមនិមន្តឆ្លើយសាអូសាធុបុស្សយូរណាស់ស្គាល់ពាក្យថាកឋិនហ្មងហើយបុស្សជា10ឆ្នាំហើយស្គាល់ពាក្យថាកឋិនចុះទៅវិញទៅសូមទានជ្រាបអាយ៉ាជ្រាបតិចជ្រាបតងថាលោកថាបុស្ស10ឆ្នាំជាងហើយអត់យល់ពាក្យថាកឋិនខ្ញុំបុគ្គលណាជាម្ចាស់នេះយល់ហើយពាក្យថាកឋិនវាមានន័យដូចម្ដេចក៏ប៉ុន្តែចង់ចោទសួរសំណួរទៅប្រគុណជាម្ចាស់ជាព្រះអនុថែដើម្បីឲ្យឆ្លើយអំពីពាក្យថាដូចម្ដេចដែលហៅថាកឋិននេះព្រោះថាញាតិញោមទាំងអស់គ្នានេះមកធ្វើបុណ្យកឋិនទានសាមគ្គីក្នុងវត្តយើងប្រកាសជាចង់ដឹងឬថាធ្វើកឋិនហ្នឹងមិនដឹងថាកឋិននឹងជាស្អីមិនដឹងថាស្អីទេដឹងថាបុណ្យអញ្ចឹងខ្ញុំប្រគុណណាអត់មានទៅតតាំងអីទេគាត់តែចង់ស៊ូដើម្បីឲ្យប្រគុណជាម្ចាស់នឹងអធិប្បាយស្រាយកំភ្លឺនៅសេចក្តីទូចបដិចដែលហៅថាកឋិនដើម្បីឲ្យញាតិញោមជាពុទ្ធបរិស័ទយល់សម្ដាប់ស្ដាប់បាននឹងយល់ដឹងអំពីពាក្យថាកឋិនសូមអារាធនានិមន្តអូសាធុអូហើយឥឡូវនេះអាត្មានឹងស្រាយពាក្យថាកឋិនកុំអោយលោកសួរថាអាត្មាឲ្យចុះទៅវិញទៅមកយូរណាស់មិនស្គាល់ពាក្យថាកឋិនអញ្ចឹងនេះអាត្មានឹងព្រមឆ្លើយពាក្យថាកឋិនញាតិញោមជាពុទ្ធបរិស័ទធ្វើកឋិនតើកឋិនមានន័យយ៉ាងដូចម៉េចអូទីអត់ស្គាល់តែពាក្យថាកឋិនកឋិនគេប្រែបានពីរយ៉ាងទី1គឺជាការកម្រទី2ការពោលសរសើរការក្រមានន័យថាដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រែថាកម្រគឺមានន័យថាពាក្យថាកឋិនមួយម៉ាត់នេះវាមិនចេះតែធ្វើពុទ្ធថាក្នុងមួយឆ្នាំគេអាចធ្វើបានតែ29ថ្ងៃតែប៉ុណ្ណោះចឹងហើយបានគេហៅថាក្រនឹងបានធ្វើនៅបុណ្យកឋិនទានសាមគ្គីហើយពាក្យថាការពោលសរសើរព្រះសម្មាសម្ពុទ្ធទ្រង់តែងតែពោលសរសើរចំពោះទាយកាណាដែលធ្វើកឋិនដើម្បីទ្រង់នៅព្រះភិក្ខុសង្ឃអង្គសាមណេរដែលគង់ចាំនៅក្នុងវត្តនីមួយហើយកឋិនហ្នឹងញាតិញោមពុទ្ធបរិស័ទតែងតែធ្វើហ្នឹងដើម្បីលើកទឹកចិត្តដល់ព្រះភិក្ខុសង្ឃអង្គសាមណេរដែលគង់ចាំព្រះវស្សាតែប៉ុណ្ណោះសូមទានជ្រាបសាធុសាធុពីរដងមកណាចាំម្ដងទៀតចាំគ្រប់3ដងខ្ញុំកូណាជ្រាបហើយថាការពាក្យថាកឋិននេះមកពីពាក្យថាកម្រផងមកពីពាក្យថាសរសើរផងហើយប្រគុណជាម្ចាស់ក៏បានលើកហើយថាសរសើរនឹងដូចម្ដេចកម្រនឹងដូចម្ដេចក៏ប៉ុន្តែខ្ញុំប្រគុណណាចង់ស៊ូទៀតធម្មតាទេញោមយើងជាអ្នកស៊ូយើងជាបងយើងអត់ចេះយើងស៊ូដើម្បីឲ្យប្អូននឹងឆ្លើយហើយប្រគុណជាម្ចាស់តើកម្រនឹងកម្រណាខ្លះកម្រនឹងមានតែកម្របែបនេះកម្រនឹងឧទាហរណ៍ធ្វើខុសឬមួយក៏មានបរិយមានរបៀបនឹងធ្វើដែរបានគេហៅថាកម្រមួយទៀតហើយថាប្រែថាសរសើរហើយតើសើនឹងតើសើយ៉ាងម៉េចតើសើថាមានលុយច្រើនមកធ្វើជាមួយអាត្មាជាមួយវត្តអាត្មាឬមួយក៏តើសើនឹងដើម្បីឲ្យគេចូលមកជ្រះថ្លាជាមួយនឹងខ្លួនសូមអារាធនានិមន្តបកសាយអូសាធុលោកឆ្ងល់ទៀតហើយ
ម៉ាញ់ឆ្លើយមកទៀតពេញចិត្តទីហើយចង់ឲ្យឆ្លើយភាសាទៀតអាត្មានឹងព្រមឆ្លើយវាថាកម្រោហេតុអ្វីបានជាសម្មាសម្ពុទ្ធទ្រង់ថាកម្រោតើកថានៅក្នុងមួយឆ្នាំគេធ្វើប្រមាណថ្ងៃហ្នឹងហើយគឺធ្វើបានតែ29ថ្ងៃតែប៉ុណ្ណោះចឹងហើយបានជាសម្មាសម្ពុទ្ធទ្រង់ថាកម្រោនឹងបានធ្វើតើកថាហ្នឹងវាធ្វើបានជារៀងរាល់ថ្ងៃដែរទេគឺគ្មានទេប៉ុណ្ណាគឺមួយឆ្នាំគឺធ្វើបានតែ29ថ្ងៃតែប៉ុណ្ណោះហ្នឹងហើយចឹងហើយហៅថាកម្រោហើយការពោលសរសើរហ្នឹងយ៉ាងម៉េចភាសាមាសាទ្រង់តែងតែពោលសរសើរចំពោះអ្នកណាដែលធ្វើកឋិនដើម្បីយ៉ាងម៉េចដើម្បីបានអានិសង្សដល់ព្រះពុទ្ធសង្ឃអង្គសាមណេរឬក៏ភិក្ខុដែលគង់ចាំព្រះវស្សាហ្នឹងសូមទានជ្រាបសាធុសាធុសាធុ3ដងខ្ញុំបុណាជ្រាបហើយជ្រាបនេះមិនមែនជ្រាបធម្មតាទៀតជ្រាបនេះគេជ្រាបចូលទៅដល់គេហៅថាបេះដូងស៊ូតក្លើមប្រមាត់អស់ដែលតែយល់ជាខ្លាំងនៃការប្រែថាកម្រប្រែថាប្រសើរហើយញាតិញោមប្រកាសជាបានស្ដាប់ប្រគុណជាម្ចាស់ព្រះអនុថែលោកបានបញ្យល់ប្រាប់ឲ្យពាក្យកម្រនឹងយ៉ាងម៉េចណាពាក្យប្រសើរនឹងយ៉ាងម៉េចពុទ្ធសម្ដែងនឹងយ៉ាងម៉េចនៅក្នុងបល័យមួយញោមក៏ប៉ុន្តែអាត្មាអត់បានមើលបល័យទេបានអានសេចក្តីមានកសេថាពុជនទាំងឡាយឯណាឬក៏ពុទ្ធសាសនិកពុទ្ធសាសនូបឋមទាំងឡាយឯណាជាអ្នកប្រាថ្នានៅសេចក្តីសុខមានន័យថាប្រាថ្នាសេចក្តីសុខគឺការយកសម្ពត់វ័នជន់ដើម្បីយកមកធ្វើកឋិនទានគឺមានសេចក្តីសុខមិនត្រឹមនៅតែពេលបច្ចុប្បន្នទេពេលទៅលោកខាងមុខខាងនាយនោះក៏មានសេចក្តីសុខដែរគឺមិនក្រមិនលំបាកមិនវេទនាមិនខ្វះខាតមិនអីចឹងទៅរួចបើសិនជាតកើតនៅឋានទេវមានន័យថាកើតជាអ្នកដឹកនាំគេដែរកើតជាមេមួយអញ្ចឹងទៅកើតជាប្រធានមួយដោយសារអីដោយសារបុណ្យផលនៃយើងទាំងអស់គ្នាដែលបានធ្វើនៅកឋិនទានសាមគ្គីវាចាណាវាចាការមិនអោយទៅជាអោយមិនធ្វើទានជាធ្វើទានហ៊ានលះបង់ទាំងពេលវេលាហ៊ានលះបង់ទាំងសុខផ្ទាល់ខ្លួនដើម្បីសម្រាញយកជាសម្ពត់ការសាវកមកធ្វើបុណ្យកឋិនទានអញ្ចឹងកុំអោយបែកអូស្ទឹងតទៅមុខទៀតឧថាពេលវេលាក៏យប់ទៅហើយខ្ញុំបកូនណាជ្រាបច្បាស់ហើយនៅបញ្ហាផ្សេងដែលប្រគុណជាម្ចាស់បានលើកឡើងក៏ប៉ុន្តែខ្ញុំបកូនណាឆ្ងល់មួយសំណួរទៀតចេះតែអង្គុយទៅនឹកចង់ទៅស៊ូធម្មតាយើងជាអ្នកស៊ូមិនមែនជាអ្នកឆ្លើយនឹកឃើញអីក៏ស៊ូនឹងតោះក៏ប៉ុន្តែស៊ូនេះក្នុងន័យជាបុណ្យកឋិនទានសាមគ្គីតែប៉ុណ្ណោះមិនមានការបែកតណាតន័យទេញោមណាខ្ញុំបកុណណាចង់ស៊ូប្រគុណជាម្ចាស់តើហេតុអ្វីដែលនាំឲ្យកើតកឋិនសូមអារាធនានិមន្តឆ្លើយទាំងអូសាធុហេតុអ្វីនាំឲ្យកើតកឋិនហើយពីណាគេទៅនឹងតែនាំឲ្យកើតកឋិនកើតអត់ទាន់ដែរហ្នឹងខ្ញុំកណាអត់ដឹងទេសូមពិធីចប់សពគ្រប់ប្រគុណជាម្ចាស់អនុថែលោកឆ្លើយថាមិនដឹង
ធម្មតាពុបហេតុដែលនាំឲ្យកើតកឋិននេះញាតិញោមជាពុទ្ធបរិស័ទចង់ស្ដាប់កណាមិនជឿប្រគុណជាម្ចាស់ថាមិនចេះឬក៏មិនដឹងទេអញ្ចឹងសូមប្រគុណជាម្ចាស់អត្ថាធិប្បាយស្រាយបំភ្លឺតើពុបហេតុអ្វីបាននាំឲ្យកើតកឋិននេះព្រោះធម្មតាបើសិនជាប្រគុណជាម្ចាស់មិនដឹងថាពុបហេតុដែលកើតកឋិននឹងមកពីស្អីផងអញ្ចឹងមានន័យថាបុណ្យកឋិនទានរាប់សិបឆ្នាំតាំងពីបរមបុរាណមកដល់បច្ចុប្បន្នហ្នឹងគឺគ្មានឯកសារយោងគឺគ្មានការសរសេរបញ្ជាក់គឺគ្មានគម្ពីរព្រះពុទ្ធដីកាណាដែលមកបញ្ជាក់ទេអញ្ចឹងខ្ញុំប្រគុណណាមិនជឿទេអញ្ចឹងចង់សួរឲ្យប្រគុណជាម្ចាស់ឆ្លើយពីពោះអស់ពីប្តីដើម្បីប្រយោលប្រយ៉ែប្រាប់ទៅដល់ញាតិញោមជាពុទ្ធបរិស័ទជាម្ចាស់ដើមទាននៅក្នុងទីនេះឲ្យយល់ផងសូមអារតនានិមន្តសាធុថាមិនដឹងអីនៅស៊ូទៀតចឹងហើយអាត្មាថាដឹងហ្មងអញ្ចឹងព្រោះថាលោកថាស៊ូហើយអត់ដឹងឥឡូវអាត្មាទៅដឹងតែម្ដងពុបហេតុដល់មកឲ្យកើតកឋិនយើងដឹងហើយថាបុណ្យកឋិនគឺព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងដំបូងគឺគ្មានកឋិននោះទេកឋិននេះកើតឡើងក្នុងភាសាទី14តែប៉ុណ្ណោះភាសាទី14ដូចជាមានរឿងរ៉ាវមួយមានដំណើរថាកាលសម័យព្រះសម្មាសម្ពុទ្ធមានកូនសទ្ធិចំនួន30រូបហ្នឹងក៏បានទៅដើរលេងនៅក្នុងព្រៃយ៉ាងសប្បាយគឺហាប៉ុន្តែកូនសទ្ធិទាំងឡាយនោះក៏បានទៅលេងទឹកយ៉ាងសប្បាយទៅហើយទុកខោអាវនៅខាងទុកទៅលើគោហើយមានអាក្បាលខូចមួយនោះវាទៅយកកូនសទ្ធិរត់ទៅបាត់ហើយកូនសទ្ធិនោះក៏ដេញតាមទុកដេញតាមឡើងក៏ជួបនៅព្រះសម្មាសម្ពុទ្ធហើយព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានសួរទៅវិញមកហើយកូនសទ្ធិបានសួរនៅព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះសម្មាសម្ពុទ្ធដ៏ចម្រើនតើព្រះអង្គមានឃើញថ្មីម្នាក់ដែលកាន់ខារបស់ខ្ញុំព្រះករុណាដែរឬទេហើយព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានឆ្លើយថាអ្នករកខ្លួនឯងការរកថ្មីម្នាក់នោះហើយកូនសទ្ធិឆ្ងល់ថាចុះឯងខំស៊ូប៉ុណ្ណឹងស៊ូថៃស៊ូខ្លួនឯងវិញហើយកូនសទ្ធិក៏បានស៊ូទៀតថាបបិទ្ធព្រះអង្គដ៏ចម្រើនតើព្រះអង្គមានឃើញនៅក្មេងម្នាក់ដែលកាន់ក្អារបស់ខ្ញុំព្រះករុណាដែរឬទេហើយព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានឆ្លើយទៀតថាអ្នករកខ្លួនឯងក៏រកក្មេងម្នាក់នោះហើយកូនសទ្ធិនោះក៏បានឆ្ងល់ទៀតថាចុះហេតុអ្វីបានជាព្រះសម្មាសម្ពុទ្ធទ្រង់ឆ្លើយចឹងចឹងក្រោយបានជាព្រះសម្មាសម្ពុទ្ធទ្រង់បានរាយរាប់អស់ទៅកូនសទ្ធិទាំង30រូបកូនសទ្ធិទាំង30រូបនោះក៏បានពេញចិត្តនៅពាក្យសម្ដីរបស់ព្រះសម្មាសម្ពុទ្ធហើយក៏បានទៅចូលរួមនៅក្នុងព្រះពុទ្ធសាសនាអស់រយៈពេល13ឆ្នាំហើយនៅក្នុងរយៈពេល13ឆ្នាំហ្នឹងចូលដូចជាភាសាទី14កូនសទ្ធិទាំងឡាយហ្នឹងក៏បានមានការនឿយណាយចិត្តជាខ្លាំងហើយក៏បាននេះថាមុនពេលចូលភាសាទី14យើងខ្ញុំទាំងអស់គ្នាគូតែទៅថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធជាមុនសិនហើយមុននឹងចូលព្រះភាសាហើយក៏បានសម្រេចចិត្តចូលមកថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធថ្ងៃហើយចែកដល់អីពេលនោះពេកកំពុងតែភ្លេចខ្លាំងទៅមុខមកដល់ទៅក្រោយមកដល់ប្រកបទាំង30រូបនោះក៏បានទៅចាំព្រះវស្សានៅក្នុងព្រៃនោះអរយៈពេល3ខែហើយប្រកបខ្លះក៏បានមានចិត្តថាហើយសំបីតែទៅថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធហេតុអ្វីទៅមិនដល់គ្រាន់តែខ្វះមិនឆ្ងាយពីវត្តចិត្តពុនប្រមាណប៉ុណ្ណឹងហេតុអ្វីទៅមិនដល់ហើយចុងក្រោយប្រកបទាំង30រូបហ្នឹងក៏បានចាំព្រះវស្សាអស់រយៈពេល3ខែនៅក្នុងព្រៃតែម្ដងហើយនៅពេលដែលចាំព្រះវស្សាអស់រយៈពេល3ខែហើយនៅពេលដែលចេញព្រះវស្សាព្រះភិក្ខុទាំង30រូបហ្នឹងក៏បានទៅថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធនៅវត្តចិត្តពុនទៅហើយភិក្ខុទាំង30រូបហ្នឹងក៏ទៅមានជីវរប្រឡាក់សទឹកជោគពេញន័យព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានសុខា
ម្នាលអ្នកដល់ចម្រើនតើការគង់ចាំព្រះវស្សាអស់រយៈពេល3ខែហ្នឹងតើមានការលំបាកដែរឬទេហើយវិខុក៏បានឆ្លើយថាបបិទ្ធព្រះសម្មាសម្ពុទ្ធដ៏ចម្រើនការគង់ចាំព្រះវស្សានេះគឺមិនសូវពិបាកប្រហែលទេព្រះអង្គហើយព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានសួរទៀតថាបបិទ្ធលោកអ្នកដ៏ចម្រើនតើចង្ហាន់វ័នជួននៅក្នុងរដូវវស្សាមានការគ្រប់គ្រាន់ដែរឬទេហើយវិខុក៏បានឆ្លើយថាចង្ហាន់វ័នជួនគឺមិនសូវខ្វះទេព្រះអង្គដោយសារតែមានពុទ្ធបរិស័ទគឺជាអ្នកគ្រប់គ្រងនៅក្នុងរដូវវស្សាអស់រយៈពេល3ខែដូចជាញាតិញោមទីពុទ្ធបរិស័ទហ្នឹងបានគ្រប់គ្រងនៅចង្ហាន់វ័នជួនដល់ព្រះសង្ឃអស់រយៈពេល3ខែដូចនេះអញ្ចឹងទៅហើយមួយវិញទៀតព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានសួរទៀតថាតើភិក្ខុទាំងឡាយហ្នឹងមានស្បង់ជីវរប្រើប្រាស់គ្រប់គ្រាន់ដែរឬទេហើយភិក្ខុក៏បានឆ្លើយថាបបិទ្ធព្រះអង្គដ៏ចម្រើនចំពោះស្បង់ស្បៃត្រៃជីវរគឺមិនសូវមានទេព្រះអង្គដោយសារតែខែរដូវវស្សាស្បង់ជីវរសម័យកាលនោះមិនដូចសម័យកាលឥឡូវណាបងស្បង់ជីវរសម័យកាលនោះគឺភិក្ខុខ្លះទៅយកអាកន្លែងខ្មោចអាទងបលឹងខ្មោចយកមកទេធ្វើជាស្បង់ហើយភិក្ខុខ្លះខ្មោចលងបាក់សក់មានហ្នឹងហើយដោយសារតែយកកណាត់សកន្លែងខ្មោចហ្នឹងមកទេដើម្បីធ្វើជាស្បង់ជាជីវរហ្នឹងហើយអញ្ចឹងទៅនៅសម័យកាលឥឡូវគេមានទិញស្រាប់សម័យកាលនោះទេប៉ះបន្តិចហើយទៅចលក់លាក់ទៅចលក់ទឹកលាក់ទៅពេលត្រូវទឹកមានស្អីដូចគោពីពីលយកសម័យកាលនោះបងគិតដូច្នេះហើយព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានគិតថាបើសិនជាអាត្មាភាពអនុញ្ញាតឲ្យមានកឋិនផ្លេះហើយព្រះភិក្ខុទាំងឡាយមិនមានការលំបាកដល់ថ្នាក់នឹងទេហ្នឹងហើយចឹងហើយបានជាព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យមានកឋិនចាប់តាំងពីសម័យកាលនោះមកគឺក្នុងនៅក្នុងវស្សាទី14មកសូមទានជ្រាបសាធុសាធុសាធុគុណាជ្រាបហើយរួចក៏ស្ដាប់បានរួចក៏យល់បានញាតិញោមទាំងអស់គ្នាស្ដាប់បានទេម៉ែញោមឡូស្ដាប់បានទេញោមហើយយល់ទេញោមយល់ដែរញាតិញោមយល់ខ្ញុំកូនណានេះក៏យល់ក៏ប៉ុន្តែចាប់អារម្មណ៍ត្រង់ចំណុចមួយប្រគុណជាម្ចាស់ដឹងថាសម័យកាលនោះព្រះសង្ឃទៅយកទងព្រលឹងយកមកកាត់ដាមដេធ្វើជាចពហើយខ្មោចលងបាសសក់អ្នកចម្លែកត្រង់ហ្នឹងញោមដូចមើលទៅថាវាហាក់បីដូចជាអស្ចារ្យមែនតើទៅបាសសក់អាត្មាបើសិនតែមានខ្មោចលងមានអីអាចតែនឹងបាសដែរមើលទៅព្រោះអីបុះដូចជាប្រហែលឆ្នាំដែរអីរឿងឆក់រួចបើសិនទៅយកទងព្រលឹងយកអីមកតាមមកដេធ្វើជាចពដូចសម័យពុទ្ធកាលដែលព្រះអនុថែលើកឡើងហ្នឹងមិនដឹងជាល្អយ៉ាងណាទៅណាបានសក់ដោះស្អាតសង្ហាមិនទៅពេកដូចឥឡូវកុំឲ្យពេលវេលាយូរក៏ដូចជាការនិយាយស្ដីទៅហើយច្រើនមានការលេងសើចក្តីមានការមែនតែនក្តីកុំឲ្យវាខាតពេលខាតវេលាព្រោះថាចម្លើយរបស់ព្រះអនុថែខ្ញុំគុណាក៏យល់ញាតិញោមក៏យល់ហើយកុំប៉ុន្តែមិនយល់ធម្មតាទេគេយល់ស៊ីជំរឿទៅទៀតព្រោះថាគោបំណងញាតិញោមធ្វើទាំងអស់គ្នាហ្នឹងគឺបែបហ្នឹងដែរខ្ញុំគុណាឆ្ងល់មួយសំណួរទៀតណាអនុថែឆ្ងល់មួយទៀតណាព្រោះអីចេះតែនឹកឃើញចេះតែឆ្ងល់ក៏ប៉ុន្តែខាងឆ្លើយខ្ញុំកណាមិនសូវប៉ុណ្ណេះចេះតែបើខាងសួរជំនាញព្រោះថាខ្ញុំកណាហ្នឹងអត់ចេះចឹងទៅបានតែសួរដើម្បីឲ្យយល់តែខ្ញុំកណាចង់សួរប្រគុណជាម្ចាស់ជាព្រះអនុថែថាតើកឋិនហ្នឹងអ្នកណាជាអ្នក
ធ្វើមុនគេបងអស់ណាសូមអារតនានិមន្តឆ្លើយ ពុទ្ធោហើយខ្ញុំកណាកើតអត់ទាន់ទេសូមទានជ្រាប អាយ៉ាកើតអត់ទាន់ប្រគុណជាម្ចាស់កើតអត់ទាន់ញាតិញោមជាពុទ្ធបរិស័ទនៅក្នុងវត្តបូនប៉ុកទាំងមូលនឹងក៏កើតអត់ទាន់ចំណែកព្រះគ្រូចៅអធិការក៏កើតមិនទាន់ហើយខ្ញុំកណាក៏កើតមិនទាន់ក៏ប៉ុន្តែចេះតែឃើញគេធ្វើតមកទៀតគេលោកក៏មានកត់ត្រានៅគម្ពីរព្រះពុទ្ធដីកាព្រះពុទ្ធភាសិតត្រង់ចំណុចណាឬក៏ទំព័រណាបានជាមានញាតិញោមជាពុទ្ធបរិស័ទធ្វើមកទល់បច្ចុប្បន្នអញ្ចឹងខ្ញុំគណាចង់ឲ្យប្រគុណជាម្ចាស់ជាព្រះអនុថែនឹងសំដែងក៏ដូចជាអត្ថាធិប្បាយស្រាយបំភ្លឺបញ្យលថានរណាជាអ្នកធ្វើមុនគេបងអស់ពួកប្រគុណជាម្ចាស់កើតអាចសង្ស័យជួបខ្សែវមកពីសម័យពុទ្ធកាលមិនស្រួលអីពោលថាប្រគុណជាម្ចាស់ព្រះអនុថែនឹងដឹងច្រើនបានរៀនច្រើនបានសិក្សាច្រើនអញ្ចឹងទៅអញ្ចឹងប្រគុណជាម្ចាស់រកសំណុករកចម្លើយឯណាក្តីមួយឲ្យបានមកឲ្យខ្ញុំប្រគុណណាជាមួយញាតិញោមជាពុទ្ធបរិស័ទដើម្បីស្ដាប់ឲ្យកើតពីបញ្ញាផងសូមអារាធនានិមន្ត អូសាធុអាត្មាលោកសួរថាតើកថាអ្នកណាគឺជាអ្នកធ្វើមុនគេក្នុងសម័យពុទ្ធកាលចុះអាត្មាកើតទាន់ពីកាលណាញោមណាញោមថាអាត្មាកើតទាន់សម័យកាលនោះអត់ អាត្មាកើតឆ្នាំ2000ជាងហើយកថាធ្វើតាំងពីសម័យពុទ្ធកាលហើយកើតមិនទាន់បងចឹងហើយតើអ្នកណាគឺជាអ្នកធ្វើកថាមុនគេក្នុងសម័យពុទ្ធកាលតើញាតិញោមជាពុទ្ធបរិស័ទគឺជាអ្នកធ្វើកថាមុនគេក្នុងសម័យពុទ្ធកាលដែរទេគឺមិនមែនទេអ្នកដែលធ្វើកថាមុនគេក្នុងសម័យពុទ្ធកាលគឺព្រះបាទបសេនបតិកោសលគឺជាអ្នកធ្វើកថាមុនគេក្នុងសម័យពុទ្ធកាលសូមទានជ្រាប សាធុសាធុសាធុ ខ្ញុំគណាយល់ហើយថាព្រះបាទបតេនតិកោសលជាអ្នកធ្វើមុនគេខ្ញុំគណាឆ្ងល់ទៀតណាថាធ្វើមុនគេនោះធ្វើនៅកន្លែងណាហើយធ្វើចំពោះបណ្ណាខ្លះចំពោះព្រះសង្ឃអង្គណាចំពោះព្រះសម្មាសម្ពុទ្ធដែរទេសូមអារាធនានិមន្ត ចប់បាទធ្វើចំពោះអង្គណា កើតអត់ទាន់ដែរអូហើយព្រះបាទប្រសេនបតិកោសលហ្នឹងឥឡូវអាត្មាឆ្លើយតែម្ដងទៅកុំឲ្យលោកស៊ូដែរអូដោយសារតែព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតអំញាកថាដំបូងគឺព្រះបាទប្រសេនបតិកោសលគឺជាអ្នកធ្វើកថាមុនគេដោយសារតែលោកព្រះសម្មាសម្ពុទ្ធគ្រាន់តែព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតព្រាមឮដល់ព្រះបាទប្រសេនបតិកោសលគឺលោកបានចាប់ចែងនិមឺនអាមាត្យគុណចៅកហបតីរបស់លោកធ្វើជូនចំពោះនៅព្រះសម្មាសម្ពុទ្ធនឹងហើយសូមទានជ្រាប សាធុអូម្ដងនេះជ្រាបជ្រាបញោមជ្រាបអត់ញោមបើអត់ជ្រាបទេចាក់ទឹកថែមដើម្បីជ្រាបហើយក៏យល់ដែរថាធ្វើចំពោះព្រះសង្ឃព្រោះថាព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងអនុញ្ញាតឲ្យធ្វើនៅបុណ្យកឋិនទាននេះគឺមានបរិជានោះលោកធ្វើអញ្ចឹងមានន័យថាលោកគាំទ្រចំពោះព្រះពុទ្ធសាសនាលោកយកព្រះពុទ្ធសាសនាជាទីពឹងទីរលឹកហើយបានជាដឹងដំណឹងថាព្រះសម្មាសម្ពុទ្ធបរមគ្រូអនុញ្ញាតឲ្យធ្វើកឋិនលោកចាត់ចែងធ្វើភ្លាមហើយខ្ញុំពុកណាឆ្ងល់មួយទៀតព្រះអនុថែឆ្ងល់ត្រង់ថាតើបុណ្យកឋិនទានហ្នឹងខុសពីបុណ្យដទៃហ្នឹងដោយហេតុប្រមាណយ៉ាងដោយអ្វីខ្លះបានជាក
cái thà bồn của thân những việc bồn đây bị bạc vơ bầm phật hay bồn những đây về khá ai chỉ sưu vơ bầm phật cái nhóm bồ ná cho tao nặng xôm Arab tân nên môn trở lại xa thuộc xù đa tiền ấy lúc cái xù thà tơ bọn cái thân tiền khóc lại bị bọn tây tại haiประมาณอย่างấy bọn cái thân tiền ấy khóc lại bị bọn tây tại haiประมาณอย่างxôm tiền kiềm đòi hai pram giang chia ban màn tích chia bà trong pram giang nhóm cái nát trong đăng kia pram giang nó miền xây cả và con chim mà chạc xôm Arab tân nên mòn xa thuộc mùi bị bay buôn pram xôm tiền kiềm mùi bị bay buôn pram hay chẳng mùi bị bay buôn pram nâng bậc cả na bậc tu trang Attika Koropan nhiệt nhung chỉ bút tập bò để sát Koropan hỏi cái ná này Koropan có con tay cái na chua con chim mà chắc cái na chua đó tha ti mùi nâng sậy hút ti pi nâng sậy ti bay nâng sậy ti côn nâng sậy ti pram nâng sậy xôm Arab tân nên mòn xa thuộc không rọt đọc pram ấy thưa tân tiền cầu lời ní atma nâng riêng rọt tem đón bọn cái thân tiền ní việc khóc lại thì bọn nó tây lại hết pram giang cầu mình mùi bị bay buông pram tiền này cứ thì mùi lại đòi cào thì pi lại đòi vật thốt thì bay lại đòi ông pơ thì bút lại đòi người ta tố thì pram lại đòi ăn được sọc thì mùi lại đòi cào thì mạch cứ cao và sama sampot công ăn cho nhà còn nghe cái thân tay mà phơi bằng bút ngay tay và nó là không bị nào ngày miền tay mà phơi bằng bút ngay tay và nó là không bị nám đọc bút ngay nó không khai soi đọc bút ngay nó không khai soi chắp ít ngay tí mùi rối rồi hốt đó đọc bút rối cái được thẹp này đọc ram ngay nó không khai cả đất chắp ít ngay tí một cát rồi hốt đó đọc ram cát bên bò rồi mấy khai cả đất rồi tới viên mà phơi bằng bút ngay nên hơi tha là đời ca cái thần cái thân mình tay mà phơi bằng bút ngay tay bằng ngọc thấy là không vót cái môi cứ ai phơi cả thân ban tay mà con cốt là không bị nắm cứ mình ai can đi tập bay đòn màn tế anh cứ bị ọt chài chẳng hai chấm pua nè trang preo và xa đi coi bị khô cứ ai cả tu ban support cả thân ban tay mà con cốt là không bị nắm tay mà con cốt là không bị nắm ở miền ban tập pi tập bay đòn con xây ngàn tỷ hai tỷ pi lại đòi vật thủ ta vật thủយ៉ាងម៉េចទី1ស្បង់ទី2ជីវ័រទី3សង្កដីអាហ្នឹងយើងអាចធ្វើកថាបាន3ហ្នឹងទី1ជីវ័រទី2ស្បង់ទី3សង្កដីហើយញោមខ្លះតែឆ្ងល់ថាបើសិនជាខ្ញុំកណាខ្ញុំព្រះអង្គហ្នឹងមានតែដើមផ្កាមួយដើមអត់មានជីវ័រទេព្រះអង្គតើកណាអាចធ្វើបានដែរទេបើសិនជាកណាមានតែដើមផ្កាមាននឹងស្លាដកតើកណាអាចធ្វើបានដែរទេគឺបានបានពុទ្ធថាទាំងឡាយហ្នឹងគឺជាកូនចៅរបស់កឋិនណាតែកូនចៅរបស់កឋិនទេគឺយើងអាចធ្វើបានយើងអាចហែបានពុទ្ធថាហ្នឹងជាបរិវាររបស់កឋិនហ្នឹងហើយបរិវារគឺអាចធ្វើបានពុទ្ធថាស្បង់ជីវ័រនិងសង្កដីគឺវា3ហ្នឹងគេអាចធ្វើបានអស់ហើយយកខ្លះតែឆ្លត់ថាតិគុណបើសិនជាកណាមានតែស្បង់មួយតើកណាអាចធ្វើបានដែរបានឬអត់ព្រះអង្គគឺបានបានកឋិនគេទោះបីយើងមិនមានគ្រប់ចលក្ខណៈមួយថ្ងៃក៏អត់ស្ដីគឺមិនសំខាន់យើងមានស្បង់មានជីវ័រមានសង្កដីគឺអាចធ្វើបានហើយកឋិនហ្នឹងគឺប្រសង់ស្អែកហ្នឹងលោករាក្រមហើយលោកកាចាគណៈកម្មការលោកវេផ្សេងដើមការវេផ្សេងហើយជីវ័រអីហ្នឹងវេផ្សេងតែអាហ្នឹងខុសគ្នាអញ្ចឹងអាហ្នឹងទី2ហើយចូលទី3ទី3ស្អីទៅគឺទី3គឺអំពើយ៉ាងម៉េចអំពើមានន័យថាញាតិញោមទៅពុទ្ធបរិស័ទតែងតែមានជំនឿថាបើសិនជាខ្ញុំបកណាធ្វើកឋិនចំពោះតែព្រះភិក្ខុសង្ឃតើខ្ញុំកណាបានបន់ដែរទេគឺមិនបានទេពាក្យថាសង្ឃមួយម៉ាត់នេះគឺចាប់ពី4អង្គឡើងទៅអាចធ្វើកឋិនបាន
បើសិនជានៅក្នុងវត្តនីមួយឧទាហរណ៍នៅក្នុងវត្តឧតុកយើងមានតែភិក្ខុមួយអង្គគឺព្រះគ្រូចៅអធិការក៏មិនអាចធ្វើកឋិនបានដែរតោះតែមានភិក្ខុចាប់ពី4អង្គឡើងទៅទើបអាចធ្វើបាន4អង្គឡើងទៅអាចធ្វើបានបើសិនជាវត្តយើងមាន3អង្គត្រូវតែនិមន្តលោកមកពីវត្តគេមួយអង្គទៀតគឺភិក្ខុដែលអាចធ្វើបានគឺវាអស្ចារ្យអញ្ចឹងអញ្ចឹងគេមិនហៅថាកឋិននោះទេគឺខុសប្លែកអញ្ចឹងហើយទី4យ៉ាងម៉េចគឺផ្នែកដល់អ្នកទទួលហ្នឹងគឺមានសិទ្ធតែព្រះភិក្ខុតែព្រះភិក្ខុមិនអាចទទួលនៅកឋិនបានសាមណេរគឺគ្មានសិទ្ធទេកឋិនគឺវាអស្ចារ្យអញ្ចឹងដែរសាមណេរគឺអត់បានដាច់ខាតបើភិក្ខុគឺអាចទទួលបានកឋិនហើយភិក្ខុនោះក៏តែអ្នកនៅគង់ចាំព្រះវស្សាកុំឲ្យដាច់ទៀតគេតែដាច់អ្នកធ្វើកឋិនក៏អំបិលយើងអ្នកចាំព្រះវស្សាក៏អំបិលទាំងអស់គ្នាគឺអត់ទាំងអស់គ្នាទៅភិក្ខុសង្ឃអ្នកចាំព្រះវស្សាទាល់តែកំដាច់ព្រះវស្សានឹងអាចធ្វើកឋិនឡើងបាននឹងកន្លែងនេះសំខាន់ដែរនឹងហើយបានគេហៅថាផ្នែកដល់អ្នកទទួលហើយចូលទី5តែដោយអានិសង្ឃនឹងអានិសង្ឃសូមឆ្លើយតែប៉ុណ្ណេះសិនសូមរៀនជ្រាបសាធុ3ដងស្ដាប់ទៅហើយគឺពីរោះរំដំណាស់អនុថែហើយសឹងតែចង់សឹងលក់សំបីតែញាតិញោមជាពុទ្ធបរិស័ទទៅនៅវេលាឱកាសនេះគឺគាត់ប្រឹងស្ដាប់នៅធម្មវិសេសទេសនាតែសម្ដែងទាំងពីរព្រះអង្គក៏ប៉ុន្តែការអធិប្បាយស្រាយបំភ្លឺរបស់ប្រគុណជាម្ចាស់ជាអនុថែពិរោះយ៉ាងក្រៃលែងស្ដាប់ហើយគឺអាចនឹងយល់បានអាចនឹងដឹងអំពីវិរៈផ្សេងដែលមាន5យ៉ាងហើយអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទគាត់ស្ដាប់បានគាត់យល់ហើយក៏ប៉ុន្តែខ្ញុំប្រគុណណាចង់សួរនោះអាទី5អានិសង្ឃតើអានិសង្ឃនេះគឺមានបែងចែកតែអនុថែមានបែងចែកថាអានិសង្ឃរបស់ភិក្ខុចាំព្រះវស្សាបានប៉ុណ្ណេះទីយុកាម្ចាស់ដើមទៀនប្រធានដើមបុណ្យកឋិនទានដែលគាត់មកធ្វើនេះបានប៉ុណ្ណេះតែមានបែងចែកដែរឬទេសូមអរតនានិមន្តសាធុ3 2ដងចុះលោកសួរថាបែងចែកឬក៏មិនបែងចែកឥឡូវបែងចែកញោមគឺបែងចែកភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាបានអានិសង្ឃ5អ្នកធ្វើកឋិនបានអានិសង្ឃ5សូមទានជ្រាបអាយ៉ាភិក្ខុគង់ចាំព្រះវស្សាបានអានិសង្ឃ5ចេញអាស្ទៀល5នឹងទៀតទេញោមណាអា5មាញ់នោះ1 2 3 4 5ឥឡូវចេញ5ទៀតក៏ខ្ញុំប្រគុណណាឆ្ងល់ទៀតតែប្រគុណជាម្ចាស់ឆ្ងល់ដល់ថាអានិសង្ឃរបស់ភិក្ខុដែលគង់ចាំព្រះវស្សា5នឹងមានអីខ្លះសូមអរតនានិមន្តឆ្លើយ1 2 3 4 5សូមទានជ្រាបអត់យល់វាមិនដែលញោមមិនដែលមានក្នុងថា1 2 3 4 5សមមានឈ្មោះគេអញ្ចឹងណាលេខនេះមាន5ដែរក៏ប៉ុន្តែមាន1 2 3 4 5ខ្ញុំប្រគុណណាយល់ហើយថា1 2 3 4 5នេះជាចំនួនទូរលេខក៏ប៉ុន្តែមិនទាន់យល់សេចក្តីថាអា5នោះមានអ្វីខ្លះហើយចំណុចនីមួយនឹងមានអត្តន័យមានសេចក្តីអប់រំមានសេចក្តីល្អឬមួយក៏សេចក្តីអាក្រក់យ៉ាងណាសូមអរតនានិមន្តប្រគុណជាម្ចាស់បកស្រាយសាធុម៉ាញ់ខំឆ្លៃ1 2 3 4 5ហើយលោកអត់ទៅពេញចិត្តទៀតចឹងហើយខ្ញុំកណានព្រមឆ្លើយទី1អមន្តចារោទី2សមាទានអាចារោទី3គណៈភោចនាំងទី4ជាវណ្ណថៈជ័យវរាំទី5ចូលចាត់ខៈជ័យវៈរូបោណោសោនៃសាងវិសតិសូមទានជ្រាប
អាយ៉ាសារនេះរៀងជ្រាបតិចតិចពុំមានលឺឈ្មោះមានលឺឈ្មោះមានលឺអត្តន័យបល័យផងណាញ់មានការអមន្តចារោនេះក៏ដូចជាត្រាច់ទៅទីណាទីណីហ្នឹងកណាចង់ដឹងអមន្តចារោហ្នឹងមានន័យថាម៉េចហើយបើប្រែថាម៉េចមើលសូមអរតនេលមុនឆ្លើយមកបន្តិច សាធុឯពុះយូណាស្គាល់ពាក្យបល័យប៉ុណ្ណឹងពាក្យថាអមន្តចារោមានន័យថាភិក្ខុត្រាច់ទៅទីណាដោយមិនចាំបាច់ការភិក្ខុផងដទៃក៏គ្មានទោសដែរអូយើងឧទាហរណ៍មួយបើសិនជាយើងជាកូនជាចៅគេយើងទៅណាមកណាយើងមិនបានប្រាប់ម៉ែឪទៅម៉ែឪខឹងតែទេហ្នឹងហើយគឺខឹងប៉ុន្តែបើក្នុងព្រះវិខុសង្ឃវិញដោយសារតែបានអានិសង្ឃ5របស់ញាតិញោមជាពុទ្ធបរិស័ទភិក្ខុត្រាច់ទៅទីណាមកណាគឺអត់មានទោសអត់មានអីទេគឺបានសុខសប្បាយជានិច្ចហើយទី2អសមាទានចារោមានន័យថាព្រះភិក្ខុទាំងឡាយណាដែលទៅណាមកណាមិនចាំបាច់យកសង្ឃក្តីឬក៏ជីវរទៅក៏បានដែរគឺអត់មានទោសអត់មានពៃទេឥឡូវខ្ញុំឆ្ងល់ថាតើអ្វីទៅជាសង្ឃក្តីបានជាលោកចង់យកទៅមិនយកទៅបើយើងនិយាយអស់ទៅពាក្យថាសង្ឃក្តីមួយម៉ាត់នេះគឺជាអាលធំរបស់លោកបើយើងហៅឲ្យខ្លីមួយម៉ាត់មានន័យថាភួយហ្នឹងហើយស្នាប់ស្នប់មកអីហ្នឹងទៅពុទ្ធថាជីវរដែលអាត្មាស្លៀករាល់ថ្ងៃវាតិចយប់ឡើងច្រឡំខែកដឹកហ្នឹងចប់ទៅរួចអស់ហ្នឹងហើយអូហើយទី3គណៈភោជនៈតើអ្វីទៅដែលហៅថាគណៈភោជនៈទីគុណឬតែបល័យសូមដាក់ខ្មែរតិចនេះពាក្យថាគណៈភោជនៈមានន័យថាប្រសង់នេះអាចដូចថាឧទាហរណ៍ឲ្យស្ដាប់បានមួយម៉ាត់យ៉ាងខ្លីតែមានន័យច្បាស់ថាដូចថាអាត្មាទៅលេងផ្ទះអាត្មាចង់ឆាន់មាន់ប៉ុន្តែអាត្មាអត់ហ៊ានប្រាប់ញោមទេខ្លាចបាបបើឧទាហរណ៍អាត្មាទៅឆាន់មាន់ផ្ទះញោមណាម្នាក់ទៅអាត្មាឃ្លានមាន់អាត្មាឃើញមាន់អាត្មាឃ្លានប៉ុន្តែអាត្មាអត់ហ៊ានប្រាប់ទេអាត្មានិយាយប្រហើចោលថាញោមមើលទៅសក់ត្រឹងតំណងណាសក់ត្រឹងមិនបានបេះទៅឆ្ងាញ់បណ្ណាទេអាហ្នឹងហើយគេហៅថាពាក្យប្រហើប៉ុន្តែដោយសារតែបានអានិសង្ឃ5ហ្នឹងបានអានិសង្ឃ5យើងអាចប្រាប់នៅញាតិញោមជាពុទ្ធបរិស័ទបានយើងទៅលេងផ្ទះអ្នកណាគេយើងចង់ឆាន់អីយើងប្រាប់ទៅគឺអត់មានទោសពេកទេអាហ្នឹងគឺជាអានិសង្ឃរបស់ញាតិញោមជាពុទ្ធបរិស័ទហ្នឹងហើយអានិសង្ឃនេះវាមានរហូតដល់ថ្ងៃ15កើតខែបង្គន់មិនដាច់ចំពោះព្រះភិក្ខុសង្ឃអានិសង្ឃចាប់ពីថ្ងៃធ្វើរហូតដល់ថ្ងៃ15កើតខែបង្គន់បានដាច់អានិសង្ឃហើយដាច់អានិសង្ឃហើយយើងបាបធម្មតាវិញហ្នឹងហើយតែហ៊ានតែឃ្លានខុសរបៀបនឹងអាបាបឃ្លានខុសរបៀបនឹងអាស្ពៃដែរហ្នឹងហើយទី4ជាមណាត់ខជ័យបរៈមានន័យថាស្បង់ស្បែកកាយជីវរណាដែលយើងធ្វើហើយយើងទុកនៅក្នុងវត្តនោះលោកនៅក្នុងវត្តមួយតែយកប្រើប្រាស់បានតាមចិត្តក៏អត់មានទោសអត់មានអីទេគឺទុកបានមកស្រឡាញ់ហ្នឹងហើយទី5យកចាត់ថារូបោណោសោនៃសង្ឃវិសតិស្អីគេក៏និយាយតែបល័យអាណៃលោកម្ចាស់បល័យបន្តិចទេបល័យគឺក៏មានន័យថារាល់ស្បង់ស្បែកកាយជីវរណាដែលកើតឡើងក្នុងអវៈនោះគឺជារបស់កុនៅក្នុងអវៈនោះទាំងអស់សូមទានជ្រាបហើយជួយបំពេញបន្ថែមផងសាធុព្រោះណាញោមបានព្រះអនុថែបញ្ជាក់យ៉ាងច្បាស់ក៏លមមសំគួរនឹងយល់នៅអានិសង្ឃ5របស់ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាក៏ប៉ុន្តែខ្ញុំប្រពន្ធណាឆ្ងល់ទៀតឆ្ងល់ថាតើអានិសង្ឃ5ហ្នឹងរបស់ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាហ្នឹងឮគេថាអស្ចារ្យអាចត្រាច់ចោទៅទីដតីដោយមិនចាំបាច់ប្រាប់ភិក្ខុផងគ្នា
ai chăn cả nặng phô chun bên đây là chăn bài mà hộp nứng đôi ca mình chăm bạch từ prap út tờ bò để sát ở trong chăn ấy vì ở cha trong nó nhôm việc bật xa trong nâng cái nhôm còn na cho môi tiết á tiện tông nâng ăn để xong nâng này chứ ngồi trong thà ăn để xong ở bọc thì không đại công chăm pra và xa nâng pra tầm rong tại ở nâng dân pra để dạy pel của man mới xôm lại mới trả nụ thải សាធុលោកស៊ូថាប្រើអរិយពេលប្រមាណទៅអស់សុពលភាពអស់កំត្រាបងអាហ្នឹងស៊ូចាំទេគឺចាប់ពីថ្ងៃបនកឋិនរហូតដល់ថ្ងៃ15កើតខែបតុនអស់សូមទានជ្រាប nóជ្រាបឲ្យញោមជ្រាបហើយចឹងមានន័យថាទោះដល់ខែបកុននោះអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទដែលគុតគង់ចង្ហាន់វ័នជន់ដល់ព្រះសង្ឃគឺញាតិញោមអាចធ្វើបានដោយលើកលែងតែសត្វ10យ៉ាងដែលយើងមិនអាចយកមកធ្វើចង្ហាន់បានអញ្ចឹងគឺញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាអាចធ្វើប្រគេនព្រះសង្ឃបានណាញោមរយៈពេល5ខែអញ្ចឹងឯងព្រះអនុថៃរយៈពេល5ខែនៃអានិសង្ឃរបស់ភិក្ខុសង្ឃដែលចាំព្រះវស្សាក៏ប៉ុន្តែខ្ញុំកណាឆ្ងល់មួយទៀតណាតើតើនឹងអានិសង្ឃនឹងដែរតើអានិសង្ឃរបស់ញាតិញោមជាពុទ្ធបរិស័ទដែលជាម្ចាស់ដើមទានប្រធានដើមបុណ្យដែលបានទូលត្រៃទូលកឋិនទូលស្លាកដកទូលផ្កាលះបង់ទាំងពេលវេលាទាំងថវិកាផ្ទាល់ខ្លួនដើម្បីមកធ្វើបុណ្យនៅក្នុងវត្តគុណតុកយើងនេះតើអានិសង្ឃរបស់គាត់នឹងមាន5នឹងមានអ្វីខ្លះសូមអារាធនានិមន្ត សាធុពោសាធុសាធុឥឡូវលោកស៊ូពីអានិសង្ឃរបស់កុហកតែម្ដងឥឡូវអាត្មាក៏មិនប្រអូសបលាយកាយផ្លោះអីដែរដោយសារតែរឿងយប់ហ្នឹងអាត្មាគិតថាឆ្លើយហើយក៏នឹងបញ្ចប់តែម្ដងហ្នឹងហើយឆ្លើយក៏នឹងបញ្ចប់តែម្ដងមួយថាញាតិញោមជាពុទ្ធបរិស័ទគាត់ចុកចង្កេះចុកអីទៅពិបាកហើយឃ្លាតបបោប៉ុន្តែនំបញ្ចុកអត់បញ្ហាយំណាស់គឺបបោអានំបញ្ចុកគឺអ៊ីត្រៃហើយហ្នឹងហើយនឹងភាសាអ៊ីងលីសអ៊ីត្រៃហ្នឹងបោឥឡូវនេះអានិសង្ឃ5របស់ញាតិញោមជាពុទ្ធបរិស័ទយើងធ្វើបន់យើងតែចង់បានបន់យើងធ្វើកឋិនយើងតែងតែចង់បានតើខ្ញុំកណាធ្វើកឋិនតើកណាទទួលបានអានិសង្ឃចំនួនប៉ុន្មានអូយើងធ្វើបន់ចង់បានបន់ធ្វើទានចង់បានទានអញ្ចឹងឆ្ងល់តើខ្ញុំកណាធ្វើកឋិនតើបានអានិសង្ឃចំនួនប៉ុន្មានហើយអាត្មាមិនលើកបល័យទេព្រោះថាបល័យញោមអត់ចេះអាត្មាលើកជាភាសាខ្មែរតែម្ដងអានិសង្ឃទី1ធ្វើឲ្យយើងមានសុខភាពល្អបរិបូរណ៍សុខភាពល្អមិនប៉ុន្តែដោយសារតែអានិសង្ឃ5បន្តិចធួចចាំហើយទី3គឺមានសម្រស់កាន់តែស្អាតញោមជាដើមញោមខ្លះមើលអាយុ70ហើយទៅស្អាតអាត្មាទៅ20ប្រហែលឆ្នាំមកឡើងកចាស់អាយុប្រហែលនឹង20ឆ្នាំជាងហើយនឹងកចាស់ហើយញាតិញោមជាពុទ្ធបរិស័ទអាយុ50 60ហើយប៉ុន្តែដល់មិនសំចាញ់អូដើម្បីសំចាញ់មើលញាតិញោមជាពុទ្ធបរិស័ទនៅខាងមុខមើលកាលអាត្មានៅទូចគាត់នៅទីប៉ុណ្ណឹងដល់ឥឡូវនៅទីប៉ុណ្ណឹងដែរមានចាស់តាណាមានន័យថាគាត់ធ្វើកឋិនជារៀងរាល់ឆ្នាំអញ្ចឹងហើយគាត់ចាស់ហ្នឹងហើយទី4ទៅណាមកណាមានគេស្រឡាញ់ច្រើនហើយបានជាមានគេស្រឡាញ់ច្រើនមានន័យថាទៅពេលដែលយើងធ្វើកឋិនយើងតែងតែទៅវត្តមួយជួបជុំអ្នកចិត្តខាងជួបជុំបងប្អូនចិត្តឆាយមើលកឋិនវត្តដូនកុកញោមមើលតើមានមកប្រហែលឃុំហើយក៏3 4ឃុំដែរអូចឹងហើយគឺវាអស្ចារ្យអញ្ចឹងហើយទី5អ្វីគេទី5ញោមទី5ញោមប្រាថ្នាចង់បានអ្វីចង់បានហ្នឹងហើយចង់បានដូចថាប្រាថ្នាចង់ឲ្យកណាកើតជាក្រោយសូមឲ្យកើតជាបុប្ផាបតុមកេសរនៅចាំវត្ត
anh này vợ đun to có ba này anh ấy kêu viên chân ai vấn đề chỉ anh là sang pram rồi bỏ nhận nhôm chụp phật bờ sát hay sao mà xôm anh út thay mình chọn tới một hai chục hơi xôm tiền tri xa thục xa đó anh út thay để bàn bỏ trai cũng lứ ăn thì bài giang sụp xùn ăn thì bài giang lọ ớt cho chỉ bị xe từ nút nhận tông nâng an thì xong rồi bỏ nhiệt nhôm chỉ phút từ bỏ sát từ miền Pram Atma chạp à rong thì bay vô Atma cái cho ma là bay nữa này tìm mùi nó của miền rụp sát chọn bà này nó mà rụp sát của thọ mà đa mà nụ dương nhôm tầng phong tầng kế cứ pratna nơi rụp sát hơi tì pi nụ cứ sầm bô là trọp sầm bát lần nào nó cái chọn ba là ca sầm bô là trọp sầm bát sầm bô là trọp sầm bát mình men sầm bô tay thạc vì ca mi pra thì nhôm nè cứ trọp sầm bát ní ca mình miên rô có chỉ trọp vào đóng này nhôm có chỉ trọp vào bờ xa này hồi mùi tiết tị bay nó đại cha bà ram trên kế cứ prapna vây phong vây những bà nâng anh chẳng có sầm lăng phi mơ từ rương ở tây tà cáo vì sầm may na nó có mình đánh ở trăm đây có bàn tay lột lơ chia út chia ho lột lơ chia tất hạ bên đây tha lơ chia trừ đây nâng đầm bay ở dương vô đầm bay picha ná đầm bay nhây srul nó khăn ca vô đăng bằng tham tệ tông nâng ca thơ con phơ tiền này miên nà ri mà nẹ nó man phơ ca ở kế nhổm quật sạch này quật phơ ca ở kế nâng rồi dựa bên một năm đầm bay ban sầm quật pi bẩn sầm quật pi bẩn nâng này là pi sầm ráp thầm mặt na sợi trai tầng lai ở na cứ tay tay khơi kê sợi kẹo ló cứ tròn bàn à tròn ló đôi kê có bàn tay nghiệt sắt miền lôi miền prạ có cả ban thật vơ ca ở kế rồi dẹp pel mình to một năm này sợi thầy nó có quật khơi ca khật không prang prang chia diêm rồi bọc sợi trai nó con cả ơi nơi sầm quật prom trang cao con mui chùm nún ơi niêng đầm bay chia rồng quan đại ca vừa ca nghe ban lọ chân nia ca cài mau niêng của ban chọc vừa ca không tin nút có đa mau kia nhổm cả chụp và tiền nâng vì khẩu sang mới ắng đại lô cho tờ sang tật lô cho tờ sang tật nó có miên cho hà rồi lúc mau bị na bị nay mình đại school có ban vô support bong rồi bỏ lô nâng chỉ vô rồi bỏ lô nâng tập bạc đây nhiệt nhôm đang xa coi tha sầm may ca pi ở tây tạng nó có đôi chiếc cột ca nông và sáng cứ mình miên sầm lị bom bẹ aiแต่ai thà lạc cô pi bay đo mà đi chân miênแต่môi sầm rạp nó ai cây lui ta hái lô có banแต่โย stop เชิญโยมเนี่ยดำ stop เชิญว่าให้โยมหมดสลีมอดันดับสำนางให้โยม stop เชิญนู่นวิอัดเมียนสมอยมาสนเมียนสมอยเป็นตั้งแต่โลกคือจับอย่างนาตึงก็ทาสมอยไปจูจัดค้ำให้โยมแต่โลกบานตาปีกไลสร้างตึกนู่นมากราวดามเชิญมุ้ยเนียงกับบานตากัดหมอให้คืนประสังนู้
លោកអត់មានក៏នាងជ្រះថ្លាក៏បានប្រគេនកណាត់នោះមួយទៅកណាត់ចកៃកណាត់អីហ្នឹងញោមប្រគេនមួយទៅឃើញប្រសង់លោកស្អាតធម្មតាប្រសង់ជាអ្នកមានសិលញោមគឺស្អាតទាំងកាយទាំងចិត្តទាំងវាចាទាំងរូបអញ្ចឹងនាងក៏កើតសទ្ធាជ្រះថ្លាថាអញប្រកេនមួយទៀតសិនប្រកេនមួយទៀតទៅលោកបានគ្រប់គ្រាន់មានតាំងសពុតមានតាំងចពក៏ភ្លឺចិញ្ចាយដូចជាមាសនាងនោះក៏បើថាអញមិនដែលធ្វើប៉ុនផងអញ្ចឹងបានជាឯងនេះក្រអញ្ចឹងក៏ប្រាថ្នាមួយប្រាថ្នាថាកាលណាបើខ្ញុំម្ចាស់នឹងស្លាប់ទៅហើយទៅកើតទីឋានផ្សេងក្តីទៅកើតនៅឯណាក្តីនឹងក៏សូមឲ្យមានសម្ផស្សនឹងល្អមានខោអាវស្លៀកពាក់ហ្នឹងខ្ជាប់សួនពេញបបោមានប្តីនឹងក៏ល្អមានគ្រួសារនឹងក៏ល្អអញ្ចឹងពេលភិក្ខុសង្ឃលោកក៏បានឲ្យពរថាអ្នកប្រាថ្នាយ៉ាងណាក៏សូមឲ្យបានយ៉ាងនោះនេះអញ្ចឹងចូលមកចំកន្លែងអានិសង្ឃ5ហ្នឹងញោមដែលប្រាថ្នាអ្វីបានហ្នឹងនោះគេគាត់ទៅធ្វើបុណ្យប៉ុណ្ណឹងទេចុះតម្រាំតែញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាដែលបានទិញជាត្រៃជាលៀងក្តីជាសម្ពុតក្តីជាការក្តីជាប្រាក់សង្កត់ត្រៃក្តីហ្នឹងគឺសិតតែជាការលះបង់សិតជាការធ្វើបុណ្យប្រកបទៅដោយទាំងកាយទាំងចិត្តទាំងគំនិតទាំងអស់នឹងហើយជាបុណ្យជាកុសលដែលនាំឲ្យសន្តោងញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាឲ្យរួចចាកទុក្ខទាំងពីរបរលោកក្តីទាំងលោកយើងរស់នៅនឹងក្តីវាបានប្រសើរបានល្អតទៅមុខទៀតព្រោះការសន្សំព្រោះការធ្វើបុណ្យអញ្ចឹងពេលវេលាក៏សមល្មមនឹងការគូបញ្ចប់នៅធម្មវិសេសទេសនាដែលសម្ដែងដោយអង្គខ្ញុំប្រគុណណាជាម្ចាស់ទាំងពីរព្រះអង្គមុននឹងបញ្ចប់ធម្មវិសេសទេសនានេះក៏សូមធ្វើការខន្តីអភ័យអត់ទោសសំណាក់អំពីចាស់ព្រឹទ្ធាចារ្យសំណាក់អំពីលោកគ្រូអ្នកគ្រូញាតិញោមជាពុទ្ធបរិស័ទដែលជាអ្នកចេះដឹងជាអ្នកចាំព្រោះថាការសម្ដែងធម្មវិសេសទេសនាគឺសម្ដែងទៅតាមការចាំនិងការយល់ដែលបានសិក្សារៀនសូត្រមកប៉ុណ្ណេះអញ្ចឹងមុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមូលនៅកងការមហាកសលអំពីការធ្វើបុណ្យកឋិនទានអំពីការធ្វើបុណ្យផ្សេងនៅក្នុងព្រះពុទ្ធសាសនាក៏សូមជូនពរឲ្យញាតិញោមទាំងពុទ្ធបរិស័ទទាំងស្រីទាំងប្រុសមានសុខភាពល្អជាពិសេសតាណាមកណាសម្ពោទៅអ្នករាប់រកសម្ពោទៅអ្នករាប់អានសម្ពោទៅញាតិជាពិសេសទៅទៀតគឺឲ្យញាតិញោមច្បាស់តែនឹងធម៌ស្គាល់តែនឹងព្រះនៅក្នុងព្រះពុទ្ធសាសនាដើម្បីឧបត្ថម្ភគាំទ្រនៅក្នុងព្រះពុទ្ធសាសនាយើងតឲ្យគ្រប់5000ភាសាទៅអង្គសូមអនុមោទនាសាធុឥឡូវវធទេសនាអាត្មាក៏សុទ្ធមកចប់តែប៉ុណ្ណេះក៏មិនទៅចប់ក៏សូមប្រម៉ែប្រមុំបតំប្រមូលឱកាសការមហាកសលសូមឧទ្ទិសបុណ្យកុសលនឹងជូនចំពោះលោកគ្រូចៅអធិការចិត្តសង្ឃមរអ៊ំឈិនដែលបានបាក់បែកចែកខានទៅ2-3ឆ្នាំហើយក៏សូមឲ្យលោកគ្រូបានកើតមានអសមគូដើម្បីបងភក្តិអ្នកក្រោយឲ្យពរគុណចៅនិងញាតិញោមជាពុទ្ធបរិស័ទហើយម្យ៉ាងវិញទៀតក៏សូមឧទ្ទិសបុណ្យកុសលនឹងជូនចំពោះដល់
ពុព្វកំទប់របស់យើងដែលបានពលីជីវិតដើម្បីការពារទឹកដីរបស់យើងហើយម្យ៉ាងទៀតក៏សូមជូនកុសលនឹងជូនចំពោះញាតិញោមជាពុទ្ធបរិស័ទហើយពធទេសនាអាត្មាក៏សូមនមស្ការចប់តែប៉ុណ្ណេះឯងអេវ៉ាំង lừa hai ban lừa haiประคนนายทอเตสนา ពីក្រែនិងខ្សែងណាអង្គចាជាភពក្រៃណាបានមកស្ដាប់ទោះបីចក្រយស្រពន់ចាង ขันไตปานจะกัวตรองตรับปีรุ่งรนตำซ้ำจีฉบับอังที่บายสายปรับ ปัญจเรวาสัตสังพระអង្គប្រាជ្ញไปប្រសពលោកលៃឆ្នៃហាត់ថា ទោះបីអ្នកល្ងងខ្វាំងបញ្ញាកងយល់អស់អាសេចក្ដីបានត្រៀបានធិបត្រៃលោកនឹងត្រៃលះ បង្ហាញគាត់ឡើងដល់សាមានស្ដាប់ហើយនឿយណាយរសាយប្រាព្រះធម៌កល្យានពីរួនឹង ไอ้เลยจับหายมันจังเคลียดนะสันดานยอมเย็ดกำบงจะบังแต่เคยหัดเหนื่อยแปลงก้นมาจัง ตามกฎตำรังสกอลเวลีสมสาธุจนยังสดับเอ้ยบ้านส่งปวรัวรมมณี បានទៅណាពីនគ្រប់គ្នាតាមចិត្តសទ្ធារៀងខ្លួនសូមអនុមោទនា សាធុពុទ្ធហេយោខលេថោតោសាពុទ្ធោទុតាំងតាំងខមេលេថោតោសាពុទ្ធោ
មតុតានបាងសង្ឃេយោផលិតតោសោសង្ឃោធម្មតុតានគ្រប់ព្រះអង្គខ្ញុំ